និទានរឿងជីវិតតស៊ូរបស់សត្វជីងចក់នៅក្នុងព្រៃដ៏រណ្ដៅមួយមានសត្វជីងចក់តូចឈ្មោះជូរ៉ាជាសត្វដែលរស់នៅក្រោមដីតែងតែចេញមករកអាហារប្រចាំថ្ងៃដោយមិនរអ៊ីសីតុណ្ហភាពក្តៅឬត្រជាក់គាត់រស់នៅតែឯងដោយសារតែគ្រួសាររបស់គាត់បានបាត់បង់នៅពេលមានអគ្គិភ័យមួយបំផ្លាញព្រៃជារៀងរាល់ថ្ងៃជូរ៉ាត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ជាច្រើនដូចជាសត្វប្រហារធំការខ្វះអាហារនិងអាកាសធាតុធ្ងន់ធ្ងរប៉ុន្តែក៏ដោយទោះបីមានការលំបាកក៏ដោយគាត់មិនដែលបោះបង់នូវការតស៊ូនោះឡើយគាត់រៀនពីបទពិសោធន៍ក៏ដូចជាស្វែងរកវិធីថ្មីដើម្បីមានជីវិតរឹងមាំជាងមុនមានថ្ងៃមួយខណៈពេលកំពុងរកអាហារជូរ៉ាបានជួបសត្វកូនបក្សីម្នាក់ដែលបានរបួសជូរ៉ាធ្វើការជួយវាដោយយកអាហារដល់វានិងជួយបង្កើតសម្បាញ់ឲ្យវាស្នាក់នៅពីពេលនោះមិត្តភាពរវាងសត្វជីងចក់និងសត្វបក្សីក៏ចាប់ផ្ដើមពួកគេជួយគ្នានិងការពារគ្នាចេញពីគ្រោះថ្នាក់ជាច្រើនរឿងនេះបានបញ្ចប់ដោយសារជីវិតរបស់ជូរ៉ាមានការផ្លាស់ប្ដូរដោយសារការអត់ធ្មត់ការតស៊ូនិងចិត្តល្អរបស់គាត់បានសម្រេចបានជីវិតសុខសាន្តនិងមានមិត្តភាពជាពិតប្រាកដសារអប់រំកុំបោះបង់ទោះបីជាជីវិតមានការលំបាកយ៉ាងណាក៏ដោយការអត់ធ្មត់និងការសហការជាមួយអ្នកដទៃអាចជួយឲ្យយើងឈានទៅរកភាពជោគជ័យការធ្វើល្អដល់អ្នកដទៃនឹងនាំឲ្យមានមិត្តភាពនិងភាពសុខសាន្តក្នុងជីវិត